ខ្ញុំសុំទោសណាបាទអារម្មណ៍ខ្ញុំមិននៅក្នុងខ្លួនប៉ុន្មានទេបាទព្រោះសុកកៃដេនក៏បាត់ខ្លួនពេលនឹងខ្ញុំភ្ញាក់ផ្អើលខ្លាំងទើបខ្ញុំធ្វើអ្វីមិនគិតបាទខ្ញុំនឹងមិនធ្វើបែបនឹងទៀតទេបាទសូមអភ័យទោសឲ្យខ្ញុំផងបាទយើងដឹងហើយឈប់និយាយទៅកៃដេនអភ័យទោសខ្ញុំហើយមែនរឿងបែបនេះមិនចាំបាច់សុំទោសអីទេកាន់តែនិយាយកាន់តែគួរឲ្យរំខាននិយាយអញ្ចឹងលោកធ្វើធូរហើយមែនបាទព្រោះខ្ញុំនិយាយច្រើនទើបធ្វើឲ្យលោកចោះបិទមាត់យីសុំទោសបាទកៃដេនយកជើងមុខទុកសិនទៅបាទតាមពិតខ្ញុំធូរទ្រង់ណាស់ដែលវាគ្រាន់តែជាការគិតខុសរបស់ខ្ញុំប៉ុណ្ណោះហាហាហឹមកៃដេនឆ្មានោះភ្ញាក់ហើយបាទដឹងអត់ថាឆ្មានោះវាកាត់ស្អីវាល្អហើយដែលឯងភ្ញាក់មកកៃដេនអញ្ចឹងខ្ញុំយកឆ្មាមួយនេះទៅពេទ្យសត្វបានអត់ថាម៉េចមើលវាទៅបាទវាស្លូតចង់ងាប់ហើយវាប្រហែលជាមិនអីទេបើយកវាទៅពេទ្យយើងថាវារឹងក៏បាត់ហើយច្រើនជាងកៃដេននៅមើលថែវាពិតមែនប៉ុន្តែខ្ញុំនៅតែចង់នាំវាទៅមើលអាកាសនៅពេទ្យបន្តិចបាទប្រសិនបើខ្ញុំនិងកៃដេនទៅជាមួយគ្នាប្រហែលជាមិនមានគ្រោះថ្នាក់អ្វីទេបាទឲ្យយើងទៅជាមួយបាទតោះទៅជាមួយគ្នាមិនទៅមិនយើងត្រូវទៅគួរឲ្យរំខានមែនចាំខ្ញុំទិញនំឆ្មាឲ្យណាបាទនិយាយចឹងអាហារឆ្មាកំពុងអស់ហើយខ្ញុំត្រូវទៅទិញមកស្តុកទុកហាហាហាខ្យល់ត្រជាក់ពេលយប់គឺល្អណាស់សម្រាប់ការដើរលេងមែនអត់កៃដេនល្អត្រង់ណាបាទកៃដេនដើរជាមួយគ្នាបែបនេះល្អខ្លាំងណាស់មែនទេបាទសៅជីវូហើមឆ្មាមួយនោះយើងថាអ្នកប្រមាញ់កំពុងដេញតាមយើងត្រូវវាលួចយកគំរូរបស់យើងទៅឬមួយវាសួស្ដីបាទលោកគ្រូពេទ្យអូមេជីវូមកទាំងយប់បែបនេះខ្ញុំយកឆ្មាមកឲ្យលោកគ្រូជួយមើលអាការវាបាទវាបានរងរបួសមកបាទនឹងយកវាមកនេះមកតាមដែលមើលទៅគ្មានរោគសញ្ញាអ្វីទេការឆ្លើយទៅគឺធម្មតាឆ្អឹងមិនមានបញ្ហាទេយាយគ្រាន់បន្តិចឆ្មានេះមិនសូវប៉ុន្មានទេខ្ញុំណែនាំថាគួរតែឲ្យឆ្មានោះសម្រកទម្ងន់ជាបន្ទាន់ស្លាប់វាចោលទៅល្អទេអូហេតុអ្វីបានជាមានសត្វច្រើនម្លេះនៅក្នុងបន្ទប់សម្រាប់ព្យាបាលសត្វទាំងនេះសុទ្ធតែឈឺមាននរណាម្នាក់បានចោលពួកវានៅមន្ទីរពេទ្យហើយថែមទាំងបានទុកលុយចោលទៀតផងហាក់ដូចជាចង់សុំជំនួយក្នុងការព្យាបាលពួកវាហាក់មានមនុស្សយកសត្វមកចោលមុខមន្ទីរពេទ្យហរបាទមែនហើយមិញនឹងក៏មានឆ្មាពីរក្បាលទៀតដែលខ្ញុំទើបតែព្យាបាលវាហើយរាល់ពេលដែលឆ្មាត្រូវបានទុកចោលនៅមុខមន្ទីរពេទ្យពួកវាតែងតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរពួកវាត្រូវគេធ្វើបាបមែនទេបាទធ្វើបាបរឿងនឹងខ្ញុំក៏មិនដឹងដែររូបរាងខាងក្រៅគឺល្អប៉ុន្តែផ្នែកផ្សេងទៀតគឺជាបញ្ហាលោកគ្រូចង់មានន័យថានេះគ្រាន់តែជាការស្មានប៉ុណ្ណោះពីព្រោះមិនមានឧបករណ៍នៅទីនេះដើម្បីពិនិត្យទេប៉ុន្តែតាមអ្វីដែលខ្ញុំអាចស្មានបានពួកឆ្មានេះញៀនថ្នាំប្រភេទណាមួយយ៉ាងខ្លាំងហាញៀនថ្នាំពួកឯងទៅមកពីណាទៀតហើយយកសាកសពសត្វទៅចោលបាទពេលនៅខាងក្រៅប្រយ័ត្នខ្លួនផងព្រោះយើងមិនដឹងថាពួកអ្នកប្រមាញ់វានឹងចេញមកពេលណាឬវេលាណាទេយល់ហើយបាទចង់ឈួតស្លាប់ហើយមិនបានជាវាមិនបានសម្រេចសោះអញ្ចឹងយើងក៏ធ្វើដូចឆ្មានោះតើសាស្ត្រាចារ្យឲ្យខ្ញុំមានសំណួរមួយបាទនិយាយមកធម្មពលពិសេសរបស់អ្នកប្រមាញ់ដែលសាស្ត្រាចារ្យឲ្យឃើញគឺជាអ្វីទៅបាទតាមអ្វីដែលយើងឃើញធម្មពលពិសេសដែលវាប្រើគឺចលនាល្បឿនលឿនវាបង្ហាញខ្លួននៅមុខយើងហើយបានយកឆ្មាពិសោធន៍ភ្លាមក៏បាត់ខ្លួនទៅយើងព្យាយាមវាប្រហារវាហើយប៉ុន្តែវាបាត់ទៅមុនពេលយើងចាត់ការវាបានបើយើងបានគ្រោងទុកជាមុនតាំងពីដំបូងរឿងនេះនឹងមិនកើតឡើងទេពេលនេះយើងដឹងហើយថាធម្មពលពិសេសរបស់វាគឺល្បឿនបើបានជួបគ្នាម្ដងទៀតនោះយើងនឹងសម្លាប់វាភ្លាម